លោកលោកស្រីនាងកញ្ញាជាទីគោរពនឹងជាទីមេត្រីបាទនេះគឺជាវគ្គបញ្ចប់នៃកម្មវិធីដែលលោកលោកស្រីនាងកញ្ញាតែងតែបានទទួលជ្រាបកាន់តែច្បាស់ទ្វេឡើងទៀតតាមរយៈការបកស្រាយនិងការស្រាវជ្រាវរបស់បងអូនសេងតារានៅក្នុងការជ្រើសរើសនៅបទចម្រៀងដែលបង្កប់ដោយអត្ថន័យខ្លឹមសារនិងអត្ថរសក៏ដូចគ្នាបង្កប់ទៅដោយភាពអាត់កំបាំងនៃបទនីមួយៗដើម្បីយកមកជម្រាបជូនលោកលោកស្រីនាងកញ្ញាសូមជម្រាបបងអូនបាទសូមជម្រាបសួរលោកតាលោកយាយលោកពូអ្នកមីងនិងបងប្អូនទស្សនិកជនទាំងអស់ជាទីគោរពរាប់អានបាទនៅសប្តាហ៍នេះខ្ញុំបាទសេងតារាបានវិលមកវិញទៀតហើយក៏បានជ្រើសរើសនៅបទចម្រៀងដើម្បីត្រៀមលើកមកបង្ហាញជូននៅក្នុងឱកាសនេះផងដែរបាទអរគុណច្រើនបងអូនតារាឆ្នាំថ្មីបាទមើលទៅមានកម្រងសម្រាប់ជីវិតគូសកលហើយនៅកំពុងនឹកឃើញខ្លះដែរចោលក៏ដឹកធ្លាក់មកណាបាទឥឡូវទៅជាក់មែនទេបងហើយឆ្នាំឥឡូវ2012ហើយបាទអាយុកើនមួយឆ្នាំទៀតហើយមួយឆ្នាំទៀតនិយាយថាខែនេះខែកដឹកអត់ត្រូវទេខែមីក្សេបាទខ្យល់កដឹកក៏មិនត្រូវដែរខ្យល់ធ្លាក់ពីជើងអត់តាន់អស់ឃើញថាឆ្នាំ2012ដែលឆ្លងឆ្នាំហ្នឹងណាឃើញដូចជាក៏ក្រោកជើងឆ្នាំកន្លងទៅមិនដឹងជាយ៉ាងម៉េចបើយើងឆ្លងអាត្រឹមឆ្នាំ99ចូល2000ថាឆ្លងសហសវត្សរ៍ណាថាគួរឲ្យរំជើបរំជួលអានេះក៏ឆ្លង2011ចូល2012សោះដូចជានៅគ្រប់កន្លែងទាំងអស់បាទព្រោះថាស្ដែងចេញអំពីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើងទី1ទី2ស្ដែងចេញអំពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងដែលកាន់តែធូរធារទី3ស្ដែងចេញអំពីភាពរីកចម្រើនស្ទើរគ្រប់វិស័យទាំងអស់របស់ប្រមុខរាជរដ្ឋាភិបាលដែលបំពេញតួនាទីនៅក្នុងនាមនីតិប្រតិបត្តិបម្រើជូនប្រជាពលរដ្ឋបម្រើជូនប្រជាជនបានមិនមែនថា 100% ទេគឺផ្លូវថ្នល់ស្ពានអីគ្រប់កន្លែងអញ្ចឹងគឺគាត់ធ្វើដំណើរទៅណាមកណាអញ្ចឹងមានភាពរលូនមានភាពងាយស្រួលដល់អញ្ចឹងទៅបងប្អូនយើងទៅណាមកណាឥឡូវលែងបារម្ភហើយទៅបារម្ភហាច់គ្រោះថ្នាក់ខ្លួនឯងដែលប្រើរថយន្តឬក៏ប្រើការបញ្ជាយានយន្តរបស់ខ្លួនទៅលើផ្លូវដែលស្រួលពេកនឹងជ្រុលរបឿននេះទៅអញ្ចឹងវិញបាទដោយសារឥឡូវមានតំបន់ទេសចរច្រើនបងបាទហើយគេកែច្នៃទៅចឹងគេចង់ឃើញណាចង់ឃើញចង់ដឹងចង់ឮបាទតាមពិតឮគេថាពុបចង់ឃើញហ្មងបាទដូចយើងស្ដាប់ចម្រៀងពីដើមនេះណាធ្លាប់តែឮស្ទឹងសង្កែធ្លាប់តែឮអោខេតកោះកុងស្ថិតក្នុងចិត្តខ្ញុំទៅពេលទៅផ្ទាល់ចង់ឃើញមិនដែរចឹងឆ្លងឆ្នាំទៅឆ្លងនៅណាសៀមរាបដឹងហើយអោខេតសៀមរាបប្រៀបឋានឱសថមិនដែរបងប្អូននៅសៀមរាបបាទមានទេបងកាងច្រើនទេពិសេសអ្នកចូលខាងភូមិអបធរនោះអូច្រើនណាស់បាទអង្គរវត្តនោះក៏សម្បូរដែរបាទកាងតាមពិតអ្នកខ្លះក៏ធ្លាប់ឃើញហើយអង្គរវត្តនោះតែនៅតាមអស់ចិត្តព្រោះតែឃើញគេទៅច្រើននៅក្នុងចិត្តនៅម្នាក់ឯងទៅដែរទៅដែរអរគុណណាស់ឥឡូវនេះយើងវិលមកកម្មវិធីរបស់យើងវិញតែថ្ងៃនេះបងអូនលើកយកបទអ្វីដែរបាទនៅថ្ងៃនេះខ្ញុំបានជ្រើសរើសនៅចម្រៀងមួយបទដ៏សែនពីរោះនិងល្បីល្បាញមកបង្ហាញជូនបងប្អូនទស្សនិកជនទាំងអស់ឲ្យបានជ្រាបអំពីខ្លឹមសារនិងប្រវត្តិទូទៅបទនេះមានចំណងជើងថាទឹកហូរទឹកហូរបន្តជាភ្លេងបទហ្នឹងមែនទេបងបទហ្នឹងជាសំឡេងរបស់អ្នកចម្រៀងស្រីទីទឹកហូរអូឡនសូដោយបងហើយខ្ញុំខានលឺយូរបទនេះខ្ញុំនិយាយតាមត្រង់ហេតុអីបងប្អូនលើកយកបទហ្នឹងបាទខ្ញុំលើកបទនេះមកនិយាយហ្នឹងមានមូលហេតុសំខាន់ពីរយ៉ាងបាទតែមុននឹងលើកអំពីមូលហេតុនេះខ្ញុំសូមបង្ហាញជាមុនសិនថាបទទឹកហូរនេះគឺជាសម្លេងរបស់អ្នកចម្រៀងស្រីយើងដ៏ល្បីមួយរូបនៅចំនួននោះគឺអ្នកស្រីពៅវណ្ណារីបាទហើយបទនេះគឺជាបទដែលរចនាចេញពីស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងរបស់លោកគ្រូរបស់លោកសិននីសមុតផ្ទាល់ណាគឺកវីជើងចាស់ពៅស៊ីផូបាទហើយបទនេះគឺមានលោកហាសាឡនជាអ្នករៀបសម្រួលតន្ត្រីយើងហៅថាដឹកនាំភ្លេងប្រគំថតបាទបទនេះគឺថតជាកាសែតនៅឆ្នាំ1974បាទគឺនៅក្នុងស៊េរីកាសែតពៅស៊ីផូទី1បាទព្រោះថាឆ្នាំ73 74យើងថតកាសែតណាបាទហើយបទនេះខ្ញុំលើកមកបង្ហាញជូនបងប្អូនអ្នកស្ដាប់ដោយតែបងមានប្រសាសន៍អញ្ចឹងហេតុអីក៏លើកមកនិយាយបាទទី1គឺដោយសារតែយើងនឹងខានលើកពីឈ្មោះអ្នកស្រីពៅវណ្ណារីបាទកាលយើងធ្លាប់លើកតែមួយបទទេកន្លងមកបាទយំអស់ទឹកភ្នែកបាទហើយយំអស់ទឹកភ្នែកហ្នឹងក៏នៅក្នុងស៊េរីកាសែតពៅស៊ីផូទី1ផងដែរបាទអញ្ចឹងដោយសារតែយើងខានលើកពីឈ្មោះអ្នកស្រីពៅវណ្ណារីយូទីបាននេះខ្ញុំនឹង
អង្គុយពិចារណាណាមុនមកនិយាយនៅឃើញថាសប្តាហ៍នេះគួរលើកបត់អីមែននៅឃើញចូលមកដល់បន្ទប់ភ្លាមអីយកបត់នេះមកនិយាយអត់មែនទៅទៀមតុបបាទព្រោះថាខ្ញុំលើកចង់ឲ្យបងប្អូនស្គាល់អ្នកចម្រៀងយើងបានប្លែកច្រើនខ្ញុំលើកប្លែកទាំងអ្នកចម្រៀងប្លែកទាំងអ្នកនិពន្ធបាទខុសគ្នារហូតមិនថាងូពើសភៅមកខ្សែអញ្ចឹងទេបាទយើងដាក់ឲ្យចម្រុះគ្នាបាទអញ្ចឹងហើយគឺខ្ញុំចង់លើកឲ្យបងប្អូនមកស្គាល់ទាំងអ្នកចម្រៀងទាំងអ្នកនិពន្ធពិសេសគឺអ្នកចម្រៀងគឺអ្នកស្រីពៅវណ្ណារីហ្នឹងយើងជាទូទៅមិនសូវបានចាប់អារម្មណ៍ច្រើនដូចជាអ្នកស្រីរស់ស្រីយុធាទេបាទតែសូមបញ្ជាក់ថាអ្នកស្រីពៅវណ្ណារីក៏ជាសិល្បករនីដ៏ល្បីមួយរូបផងដែរនៅចំនួននោះបាទហើយអ្នកស្រីនឹងចូលច្រៀងនៅអំឡុងទសវត្សរ៍ឆ្នាំ60ដូចជាអ្នកស្រីរស់ស្រីយុធានិងអ្នកស្រីប៉ែនរ៉នដែរគាត់តែចូលក្រោយបាទអ្នកស្រីរស់ស្រីយុធាអ្នកស្រីប៉ែនរ៉នអ្នកស្រីហួយមាសគាត់ចូលតាំងពីអំឡុងពាក់កណ្ដាលនៃដើមទសវត្សរ៍60តែអ្នកស្រីពៅវណ្ណារីគាត់ច្រៀងចូលច្រៀងប្រហែលជានៅអំឡុងពាក់កណ្ដាលនៃចុងទសវត្សរ៍60វិញគឺប្រហែលឆ្នាំ66 67ហ្នឹងបាទហើយអ្នកស្រីពៅវណ្ណារីតាមពិតទៅគេឈ្មោះរបស់អ្នកស្រីល្បីមិនមែនដោយសារបទមនោចេតនាទេបាទគឺគាត់ចូលចិត្តច្រៀងបទអង់គ្លេសបាទឲ្យតែបទយីបែបភ្លេងបរទេសហ្នឹងគឺគាត់នឹងល្បីជាងគេហើយនៅចំណន់នោះគ្មាននរណាល្បីស្មើអ្នកស្រីពៅវណ្ណារីទេបើច្រៀងខាងបទបរទេសបាទអញ្ចឹងហើយបានជាចំណន់ដើមបើសិនជាគេនិពន្ធបទកំសត់មនោសញ្ចេតនាហ្នឹងគេរត់ទៅរកអ្នកស្រីរស់ស្រីសុធាអញ្ចឹងឯងរួយមាសអញ្ចឹងឯងអ្នកស្រីសូសវឿនណាតែបើសិនជាគេអ្នកនិពន្ធរៀបច្បងណាលោកនិពន្ធជាបទយីទាន់សម័យហើយបទភ្លេងបែបបរទេសគេច្បាស់ជានឹកឃើញអ្នកស្រីពៅវណ្ណារីហ្នឹងហើយព្រោះថាអ្នកស្រីពៅវណ្ណារីគាត់មានទឹកដមសម្លេងរបស់គាត់អាចច្រៀងបទយីសម្លេងរបៀបថាមិនមែនថារលូនណាគេថាបទឡើងចុះហ្នឹងគឺគាត់ប្រកែណាចេះច្រើនចង្វាក់លាយគ្នាហ្នឹងហើយហើយពិសេសអ្នកនិពន្ធដែលនិពន្ធចម្រៀងឲ្យអ្នកស្រីពៅវណ្ណារីច្រៀងច្រើនជាងគេហ្នឹងគឺលោកម៉ាក់ស៊ីវថាបាទព្រោះថាលោកម៉ាក់ស៊ីវថាគាត់ជាអ្នកចម្រៀងជាអ្នកនិពន្ធចូលចិត្តនិពន្ធបទភ្លេងបែបបរទេសហើយបទយីហើយណាមួយដោយសារតែគាត់ចំណន់នោះគាត់នៅវ័យក្មេងអញ្ចឹងក្មេងចូលចិត្តអ្វីដែលថារំជើបរំជួលតនសម័យណាអញ្ចឹងហើយបានជាគាត់ចូលចិត្តនិពន្ធបទអង់គ្លេសហើយដល់ពេលនិពន្ធបទភ្លេងបែបបរទេសហ្នឹងគឺតែងតែរកអ្នកស្រីពៅវណ្ណារីហើយអញ្ចឹងបានជាខ្ញុំស្រាវជ្រាវឲ្យតែនៅលើសម្បកថាសពីដើមឲ្យតែមានលោកម៉ាក់ស៊ីវថាគឺច្បាស់ជាឃើញឈ្មោះអ្នកស្រីពៅវណ្ណារីនៅនឹងដែរហើយគាត់ទៅសេគេដាក់ថាដូចថាបទមួយថាឆ្មាអោងច្រៀងដោយអ្នកស្រីពៅវណ្ណារីហើយគេដាក់ថានិពន្ធដោយមិត្តម៉ាក់ស៊ីវថាហើយប្រគំដោយវងភ្លេងម៉ាក់ស៊ីវថានិងមិត្តគេដាក់អញ្ចឹងណាបាទហើយបទដែលអ្នកស្រីពៅវណ្ណារីល្បីទី1នៅក្នុងអាជីពជាអ្នកចម្រៀងរបស់គាត់នោះគឺបទសោភ័ណ្ឌថ្ងៃអាទិត្យបាទហើយយើងហៅថា Beautiful Sunday ណា Beautiful Sunday បាទបទហ្នឹងគឺល្បីតំណាងគេឈ្មោះរបស់គាត់ហើយបាទហើយអាហ្នឹងថតនៅអំឡុងចុងទសវត្សរ៍ឆ្នាំ60រហូតមកដល់ឆ្នាំ74ហ្នឹងគេឈ្មោះរបស់អ្នកស្រីពៅវណ្ណារីហ្នឹងបានលេចដណ្ដែតម្ដងទៀតថាល្បីខ្លាំងមែនទែនគឺតាមរយៈបទទឹកហូរនឹងឯងបាទដែលកាលនោះគឺលោកពៅស៊ីភៅគាត់បាននិពន្ធចម្រៀងធ្វើជាសេរីកាសែតណាបាទអញ្ចឹងហើយពេលហ្នឹងលោកពៅស៊ីភៅគាត់បានហៅអ្នកស្រីពៅវណ្ណារីមកច្រៀងចម្រៀងពីរបទនៅក្នុងវល់ពៅស៊ីភៅទី1របស់គាត់ហ្នឹងគឺទី1បទយំអស់ទឹកភ្នែកដែលយើងលើកមកបង្ហាញម្ដងហើយទី2គឺបទទឹកហូរនឹងឯងហើយបទទឹកហូរហ្នឹងគឺល្បីមែនទែនឲ្យតអ្នកណានិយាយដល់បទទឹកហូរគេច្បាស់ជានឹកឃើញពៅវណ្ណារីបទហ្នឹងនោះណាគេស្គាល់តាមរយៈថាអត្តសញ្ញាណរបស់គាត់ណាបាទអញ្ចឹងដូចជាខ្ញុំធ្លាប់និយាយពីអត្តសញ្ញាណរបស់អ្នកចម្រៀងមួយអញ្ចឹងបើលោកសុសម៉ាត់គេល្បីផ្ញើកងចងដៃដឹងតែច្បាស់ហ្មងហើយបើលោកមាសហុកសេងលោកយីឈ្មូលហើយបើអ្នកស្រីម៉ៅសារ៉េតមេខ្មៅងងឹតហើយបើអ្នកស្រីសូសវឿនស្ពានកំពង់លួងហើយអ្នកស្រីរឿងមួយលោកអឹងតារីច្រៀងបទមួយល្បីណាបាទទំនួញបងគេងចាក់ឆ្នាំនៅក្នុងពេទ្យធំបាទមហាបាសាហ្នឹងអត់មានអ្នកណាថាលោកអឹងតារីច្រៀងទេហ្នឹងហើយលោកសុនីសមុទ្រវិញដល់ហើយបទហ្នឹងខ្ញុំតាំងពីដំបូងខ្ញុំជជែកមកគេដូចគ្នាដល់ពេលឃើញសភៅលោកគុំមិនជឿទៅសេមកឥឡូវយើងវិលមកយើងវិញបាទខើចមែនតើបន្ថែមបន្តិចទៀតអញ្ចឹងបងប្អូនដែលបានស្ដាប់សំឡេងរបស់អ្នកស្រីវណ្ណារីច្បាស់ជានឹកឃើញនៅបទទឹកហូរហ្នឹងឯងបាទតែអ្វីដែលខ្ញុំវិភាគទៅឃើញមានពីរយ៉ាងចំពោះអ្នកស្រីពៅវណ្ណារីពីឆ្នាំ7375ហ្នឹងណាបាទព្រោះថាពី7375យើងថតជាកាសែតតែបើថតថាឃើញអ្នកស្រីពៅវណ្ណារីនឹងច្រៀងច្រើនមែនទេដល់ពេលថតកាសែតពី73ដល់75ហ្នឹងដូចជានៅក្នុងសេរីអនុស្សាវរីយ៍បៃលិនរបស់លោកអ៊ុយហេលសេរីអនុស្សាវរីយ៍បាត់ដំបងឬក៏សេរីកាសែតវ៉យហូអត់មានអ្នកស្រីពៅវណ្ណារីសោះបាទតែមិនដឹងជាយ៉ាងម៉េចដល់ឆ្នាំ74ហ្នឹងលោកពៅសិភៅដែលគាត់និពន្ធចម្រៀងមកកាសែតរបស់គាត់
đây chỉ có chạp vào đó những mấy ban chỉ được khơi tay chấm riêng ở này sẽ bơi vào này riêng ban pi bọt đài từ bọt được khô được dùng bọt từ này nằng và hai chỉ có cái tha nè chấm riêng là sẽ bơi vào này nằng và hai chỉ có bạt lấy nhú này bạn tay chương can chạy bữa tha nè pôn tu tới có miền là rom tha hai có đôi chỉ trong hôn cái tha cái xả đấy đấy cái tha không chấm riêng thọt mà cái sai kìm vô thả lục xin gì một thứ có nè xây đua xây thì chỉ đi tập nắng ấy miền đặt nè nụ xem cái bữa tha này khác có trong lư sầm đây lục mi sầm mòn khác trong lư sầm đây là xây hồi mía khác trong lư lục chia vườn chắc ban cái hai mươi chấm rau khỉ mà ní chỉ tha ca trong bán được bao nhiêu pôn hai mươi tiết vì ai chỉ ca cái tha cầm mong rồi bỏ cầm hôn tha chấm riêng nữa đôi tha đôi chỉ là nhom tam sai chỉ là ông hay chuẩn xe để nhà đợt ca thọt thì chấm nón nó còn tập nhóm nữa có tha trường cáo kia cầm mong trên bị cầm hôn tha chấm riêng cái sai chấm riêng tại một đòn đôi tha cái chui lưu vai hố cái bèo lưu vai hố tha lục vai hố tay nhau lục sinh một đọc bọt từ rồi xây thiết bèo bọt là chẳng là xây hồi mới bị bọt trên tay chắc kia cầm mong mình chẳng hay bằng cái chui lục bơi dịp phố cái anh đừng cầm mong chẳng đài chắc hay ban chỉ lục bơi dịp phố có hai để xây bơi vào đấy mà chỉ riêng tại vì đã có đi pôn bọt dùng bọt từ phần này hai nó bọt từ hồ nó tranh nó bị bọt nó là bay đôi khi ai ban chỉ thôi ai kê chung là bọt là xây bơi vào đi này năm chặt bốn nó là bay mà đón tiền mền tiền hay là tạ nhà là bọt lục bơi dịp phố còn chơi chặt miền tạ nhà pì còn chơi chặt nhưng mà phải cứ mua chăn thù ồn ò được bộ phai đó bộ thay chăn thú chí người đi đã có sẽ làm hai mươi tiết còn chơi chặt vô bị đòn sừng mà thôi chỉ vật thiên là bọtក្នុងការនិពន្ធយ៉ាងឲ្យបានជាបទរបស់គាត់មានដូចជាស្ទឹងសម្ងាត់ស្ទឹងស្លាគូស្ទឹងខៀវខកខ្លួននៅស្ទឹងមានជ័យឲ្យតែមានពាក្យស្ទឹងឲ្យទឹកអញ្ចឹងឲ្យមានទឹកហូរមួយទៀតហ្នឹងហើយគាត់ថាលោកពៅសិភៅគាត់ស្រឡាញ់ធម្មជាតិពាក់ព័ន្ធនឹងអាដងស្ទឹងពាក់ព័ន្ធនឹងទឹកហ្នឹងណាបាទឲ្យបទនេះពីរោះណាឲ្យក្រៅពីសំឡេងនំអូយនំអែរបស់អ្នកស្រីពៅវណ្ណារីព្រមទាំងស្នាដៃរចនាបទភ្លេងនិងទំនុកច្រៀងរបស់លោកពៅសិភៅគឺនៅមានសំឡេងវីយូឡុងដ៏សែនពីរោះដែលកូននៅក្នុងបទនេះផងរបស់លោកហាសាឡនគាត់ថាលោកហាសាឡនគាត់ជាអ្នករៀបសម្រួលបទហ្នឹងបាទរៀបសម្រួលហើយនិយាយចំទៅចំនួននោះគឺគាត់ល្បីណាអូល្បីណាស់លោកហាសាឡនគេហៅថាតន្ត្រីកបវីយូឡុងលេខ1បាទអរគុណបាទសូមអញ្ជើញតាមដានទស្សនាដូចតទៅបាទមុនដាញ់សង្វាលោកអូនចំបានស្ទើរប្រេងឆាអូនស្រែកហើបងស្រែកស្ទើរខ្លាចទៅជាព្យុះសង្ហារីបងអត់ងាមើលមកអូនដែលសោកាដាញ់មេត្តាវៃម្លឹងប្រាថ្នាចង់បែកបា
បានស្ដាប់ឡើងវិញខ្ញុំខានលឺយូរមែនតើបាទគិតទៅប្រហែលជាប់20ទៅ30ឆ្នាំមកអីខានយូរមិនបងបាទជាប់ធ្វើការទូគាត់និយាយទូ20ឆ្នាំមកដែលមានពេលស្ដាប់បទចម្រៀងច្រើនណាបាទឥឡូវចុងក្រោយបងមានអ្វីបន្ថែមពីលើនេះទៀតទេបាទអញ្ចឹងតាមរយៈបទទឹកហូរដែលជាសំនៀងធ្ងន់ធ្ងររបស់អ្នកស្រីពៅវណ្ណរីនេះខ្ញុំជឿជាក់ថាបងប្អូនលោកតាលោកយាយប្រកាសជាពេញចិត្តហើយពិសេសអ្នកដែលធ្លាប់រស់នៅចំនួននោះបាទហើយអំបញ្ញមិញនេះគឺច្បាស់ល្អណាស់ព្រោះថាបទនេះខ្ញុំរឹសមែនទែនណាបទសម្លេងរបស់អ្នកស្រីពៅវណ្ណរីសម្លេងភ្លេងសម្លេងវីយូឡុងរបស់លោកហាសាឡនហ្នឹងគឺច្បាស់ណាស់បាទហើយខ្ញុំសូមបញ្ជាក់ឡើងវិញថាបទនេះគឺជាបទដែលថតជាកាសែតនៅឆ្នាំ1974ហើយលោកពៅសិភោជាអ្នកនិពន្ធទាំងបទភ្លេងនិងទាំងទំនុកច្រៀងហើយបើតាមក៏ដែលខ្ញុំស្រាវជ្រាវផងដែរពីទសវត្សរ៍70ហ្នឹងលោកពៅសិភោគាត់អត់សូវបាននិពន្ធចម្រៀងច្រើនទេតែបើទសវត្សរ៍50 60ហ្នឹងគឺលោកពៅសិភោច្រើនណាស់បាទតែដល់ពេលទសវត្សរ៍ឆ្នាំ70គាត់ឡើងជាមេកងរាជអាវុធហត្ថហ្នឹងដូចថាឥឡូវគេហៅថាមេ PM អញ្ចឹងណាអញ្ចឹងគាត់មានឋានៈខ្ពស់ផងប្រាក់ខែច្រើនផងអញ្ចឹងបាទទៅរវីរវល់យើងនិពន្ធចម្រៀងទីតែដល់ពេលឆ្នាំ73 75ហ្នឹងស្រុកខ្មែរយើងចាប់ដើមសម្រុកថតជាកាសែតណាលោកវ៉យហូទៅស្នើលោកពៅសិភោបាទថាបងជួយដាក់ពីកាសែតមើលព្រោះលោកវ៉យហូគាត់រស់ស៊ីអាលក់ចម្រៀងនិពន្ធចម្រៀងលក់ហ្នឹងតែប្រហែលតែគាត់និពន្ធលក់មិនទាន់តែមកពឹងលោកពៅសិភោអញ្ចឹងបានលោកពៅសិភោហ្នឹងរៀបថតហើយនិពន្ធចម្រៀងរបស់គាត់បានពីកាសែតកាលហ្នឹងលោកចេញឆ្នាំ74ហ្នឹងគឺសេរីកាសែតពៅសិភោទី1ហើយនឹងឆ្នាំ75មុនអពតចូលទីទួចហ្នឹងគាត់និពន្ធចេញជាសេរីកាសែតពៅសិភោទី2ហើយដល់ពេលលោកវ៉ៃហូមកពឹងមកជួលគាត់ដំបូងហ្នឹងគាត់រើយកអាបទភ្លេងចាស់ដែលគាត់និពន្ធឲ្យលោកស៊ីនស៊ីសមុទ្រច្រៀងតាំងពីឆ្នាំ50ហើយកាលនោះអត់បានថតជាផ្លូវការគាត់ច្រៀងផ្សាយតាមវិទ្យុគាត់យកមកថតឡើងវិញអញ្ចឹងហើយបានជាក្នុងសេរីកាសែតពៅសិភោទី1ហ្នឹងមានបទព្រែកឯងអស់សង្ឃឹមស្លឹកឈើចាក់មេឃសំឡេងរៃពេលល្ងាចហ្នឹងគឺតាំងពីឆ្នាំ50បទទាំងអស់ហ្នឹងតែទៅមកច្រៀងផ្លូវការឆ្នាំ74ហ្នឹងបាទអញ្ចឹងហើយនេះគឺជាប្រវត្តិខ្លះអំពីស្នាដៃរបស់លោកពៅសិភោដែលជាកវីនិពន្ធជើងចាស់ដែលមានកំណើតនៅខេត្តកំពង់ចាមហើយត្រូវជាលោកគ្រូរបស់លោកស៊ីនស៊ីសមុទ្រហើយអ្នកណាក៏គោរពដែរស្នាដៃមាសរបស់កវីជើងចាស់ពៅសិភោនិងជាតន្ត្រីករនាតដែករូបនេះអញ្ចឹងចុងក្រោយខ្ញុំបាទសេងតារាក៏សូមឧទ្ទិសបទនេះជាពិសេសទៅដល់វិញ្ញាណក្ខន្ធលោកពៅសិភោហើយនឹងវិញ្ញាណក្ខន្ធរបស់អ្នកស្រីពៅវណ្ណរីព្រមទាំងវិញ្ញាណក្ខន្ធរបស់លោកហាសាឡនដែលជាអ្នកបានស្ថាបនានៅចម្រៀងដ៏សែនល្បីមួយបទនេះហើយបងប្អូនដែលចង់ដឹងប្រវត្តិរបស់កវីជើងចាស់ពៅសិភោអាចទៅមើលបានសភៅមាសស្រំនគរភាគទី5ដែលខ្ញុំបានសរសេររួចហើយជាមួយនឹងប្រវត្តិរបស់លោកស្វាយសំអឿនិងលោកអ៊ុំតារាបាទសូមអរគុណមកលោកស្រីអ្នកនាងកញ្ញាកម្មវិធីបណ្ដាលទីបញ្ចប់កម្មវិធីនឹងវិលមកជួបលោកអ្នកជាថ្មីនៅសប្តាហ៍ក្រោយក្នុងម៉ោងនឹងពេលដដែលពេលនេះខ្ញុំបាទនឹងបងសេងតារាសូមអរគុណសូមជម្រាបលានៅស្នាក៏ឥត